សួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាថ្ងៃនេះ admin បានត្រឡប់មកតាមការសន្យាវិញហើយដែលថ្ងៃនេះគឺ admin បានពំនាំនៅសាច់រឿងថ្មីមួយទៀតដែលជារឿងរ៉ាវជីវិតពិតរបស់ប្អូនស្រីយ៉ាយ៉ាហ្នឹងគឺជា nickname របស់គាត់ទេណាអញ្ចឹងគាត់ក៏បានប្រាប់ឈ្មោះពេញដែរតែសូមលាក់យើងនិយាយថា nickname របស់គាត់ទៅហើយគាត់ថាយ៉ាអញ្ចឹងទៅហើយជាមួយនឹងតួអង្គប្រុសនៅខាងក្នុងរឿងហ្នឹងគឺគាត់ឈ្មោះថាប្អូនប៉ដែលប្អូនប៉ហ្នឹងគឺគាត់គឺជាភេទទី3ទេណាមិត្តភក្តិរបស់គាត់ហ្នឹងប៉ុន្តែនៅយប់ថ្ងៃជួបលៀងមួយគឺពេលដែលគាត់ស្វឹងស្រាគាត់បានធ្វើគេថាធ្វើរឿងដែលជ្រួលជ្រួសមកលើប្អូនយ៉ាអញ្ចឹងណាអញ្ចឹងដើម្បីកុំឲ្យពេលវេលាវែងឆ្ងាយយើងចូលទៅកាន់សាច់រឿងពេញរបស់ប្អូនយ៉ាជាមួយនឹង admin ទាំងអស់គ្នារឿងរ៉ាវមួយនេះគឺបានកើតឡើងនៅក្នុងកំឡុងឆ្នាំ2017កាលនោះគឺប្អូនយ៉ាគាត់បានរៀននៅឆ្នាំទី4បងប្អូនគឺត្រូវជាឆ្នាំដែលបញ្ចប់ថ្នាក់បញ្ញារបស់គាត់ហ្នឹងហើយសូមសង្ខេបពីប្រវត្តិរបស់ប្អូនយ៉ាបន្តិចប្អូនយ៉ាគឺជាកូនអ្នកនៅភ្នំពេញហ្នឹងទេហើយពេលដែលចូលសាកលគឺប្អូនមានមិត្តភក្តិជាច្រើនអញ្ចឹងណាហើយក្នុងនោះក៏មានមិត្តភក្តិមួយដែរដែលជិតស្និទ្ធលេចលើស្មើក្រុមមួយប្អូនហ្នឹងគឺប្អូនប៉នឹងក៏ជា nickname របស់គាត់ដែរណាគឺប្អូនប៉ហ្នឹងគឺគាត់ជាអ្នកនៅខេត្តទេបងប្អូនគាត់អ្នកខេត្តសៀមរាបប៉ុន្តែគឺគាត់ជាកូនអ្នកផ្សារអញ្ចឹងជីវភាពគ្រួសារគាត់ក៏គ្រាន់បានដែរអញ្ចឹងពេលដែលគាត់ឡើងមករស់នៅភ្នំពេញហ្នឹងគឺគាត់ជួលផ្ទះនៅជាធម្មតាទេមិនមែនខុនដូមិនមែនអីប៉ុន្តែផ្ទះហ្នឹងដូចរបៀបថាវាមកស្លឹកកន្លះហើយគាត់ជួលមកល្វែងហ្នឹងផ្ដាច់តែឯងអញ្ចឹងណាបងប្អូនយើងតែមុនចូលទៅដល់សាច់រឿង admin ក៏សូមខន្តីអភ័យទោសចំពោះបងប្អូនភេទទី3ដែរអញ្ចឹងណាព្រោះថាសាច់រឿងនេះនិយាយទៅអាចនឹងប៉ះពាល់ដល់អារម្មណ៍របស់ពួកគាត់អីអញ្ចឹងណាប៉ុន្តែគ្រាន់តែថានេះចង់ឆ្លុះបញ្ចាំងការពិតជីវិតពិតរបស់ប្អូនយ៉ាហើយនឹងប្អូនប៉អញ្ចឹងណាបងប្អូនយើងអញ្ចឹងហើយក៏សូមអធិស្ឋានមុនទៅបងប្អូនភេទទី3អញ្ចឹងហើយគឺចូលដល់សាច់រឿងយើងវិញប្អូនយ៉ាហើយជាមួយនឹងប្អូនប៉ហ្នឹងគឺជាមិត្តភក្តិស្និទ្ធស្នាលមួយគ្នាតាំងពីឆ្នាំទី1មកបងប្អូនហើយក្នុងនឹងដែរក៏មានមិត្តភក្តិស្រី2នាក់ទៀតដែលស្និទ្ធស្នាលអញ្ចឹងគ្រប់ពួកគាត់ហ្នឹងគេអាចនិយាយថា F4 ស្រីអញ្ចឹងណាបងប្អូនព្រោះដោយសារតែប្អូនប៉ហ្នឹងគឺគាត់អត់គិតថាគាត់ជាមនុស្សប្រុសទេចង់និយាយថារូបរាងកាយជាមនុស្សប្រុសតែគាត់ជាចរិតស្រីអញ្ចឹងណាបងប្អូនយើងហើយប្អូនយ៉ាហ្នឹងគាត់បាននិយាយប្រាប់មក admin ថាគឺប្អូនប៉ហ្នឹងគឺឲ្យតែឃើញប្រុសណារៀងសង្ហាស្អាតសាច់ដុំ6 phase ហ្នឹងគឺអត់បានទេគឺអំពីទៅចិត្តគេត្រូវមិនឲ្យបាននិយាយលេងជាមួយគេអីចឹងបិចមុខបិចត្រួយទៅតាមអតចរិតដែលបងប្អូនភេទទី3តែងតែសូរដូចក្នុងសង្គមអញ្ចឹងណាបងប្អូនដែលយើងឃើញអញ្ចឹងណាហើយគាត់ថាពេលដែលខឹងពេលដែលខ្នាញ់គេអីហ្នឹងធ្វើវាយធ្វើមញាក់មញក់អីទៅកាន់មនុស្សប្រុសអីចឹងទៅហើយបើសិនជាមនុស្សស្រីវិញគាត់ខឹងគឺសិតតែក្តាប់ដៃវាយកដាមុខអីនោះបងប្អូននឹងតាមដែលប្អូនយ៉ានិយាយតែបើសម្រាប់មនុស្សប្រុសគឺគាត់ទន់ភ្លន់ដាក់វិញហើយប្អូនយ៉ាក៏គាត់មិនអន់ដែរបងប្អូនយើងដឹងហើយគាត់អ្នកភ្នំពេញសេដ្ឋកិច្ចគ្រួសារគាត់គឺធូរធារអញ្ចឹងណាអញ្ចឹងតាំងពីថ្នាក់វិទ្យាល័យមកគាត់បានរៀនភាសារៀនអីអញ្ចឹងទៅហើយអ្វីដែលគាត់បានរៀនហើយវាពាក់ព័ន្ធនឹងសាច់រឿងមួយនេះគឺគាត់ក៏រៀនតៃក្វាន់ដូដែរបងប្អូនគាត់ជាមនុស្សស្រីមែនតែគាត់ស្រឡាញ់ផ្នែកហ្នឹងអញ្ចឹងណាហើយតៃក្វាន់ដូគាត់គឺមិនមែនលំទេបងប្អូនគឺខ្សែក្បាត់ខ្មៅបងប្អូនម៉ាដាន់សាន់ទីម៉័រអញ្ចឹងសម្រាប់អ្នកដែលគាត់រៀនខាងតៃក្វាន់ដូនេះគឺគាត់ដឹងហើយថាម៉ាដាន់ហ្នឹងគឺវាដល់ថ្នាក់ណាអញ្ចឹងណាបងប្អូនយើងអញ្ចឹងការរាប់អានរបស់ពួកគាត់ហ្នឹងគឺចិត្តស្និទ្ធគ្នាមែនតើហើយប្អូនយ៉ាហ្នឹងក៏ធ្លាប់ទៅសៀមរាបទៅលេងស្រុកកំណើតរបស់ប្អូនប៉ហ្នឹងហើយជាមួយនឹងមិត្តភក្តិគាត់2នាក់ទៀតអញ្ចឹងតែអេដមីនសុំមិនបញ្ចេញឈ្មោះទេអញ្ចឹងបងប្អូនយើងព្រោះគាត់មិនពាក់ព័ន្ធបាច់បញ្ចេញឈ្មោះគាត់ទេបញ្ចេញតែ2នាក់គាត់នេះទៅបានហើយប្អូនប៉ហ្នឹងក៏អាសាមកគេងក៏អាសាមកលេងផ្ទះប្អូនយ៉ានៅភ្នំពេញហ្នឹងដូចគ្នាបងប្អូនយើងដឹងស្រាប់ហើយពេលដែលរៀនយើងត្រូវធ្វើឲ្យគេធ្វើ quiz ធ្វើ midterm ធ្វើអីជាពិសេស assignment ជាមួយគ្នាអញ្ចឹងណាបងប្អូនយើងហើយអ្នកចេះបង្រៀនអ្នកមិនសូវចេះតគ្នាអញ្ចឹងទៅអញ្ចឹងហើយគឺ admin សូមកាត់រំលងមកដល់ពេលដែលកើតហេតុហ្នឹងហ្មងទៅ
ពេលហ្នឹងគឺជានិយាយទៅកាលហ្នឹងអត់ទាន់ដល់នេះទេត្រឹមតែបញ្ចប់ midterm ទេមិនទាន់ទាំង final ឬក៏មិនទាន់ទាំង state ឬក៏ការពារសារណាអីផងប៉ុន្តែពេលដែល midterm ហើយហ្នឹងគឺវាត្រូវនឹងថ្ងៃខួបកំណើតរបស់ប្អូនប៉អញ្ចឹងណាអញ្ចឹងហើយពេលហ្នឹងគឺពួកគាត់ក៏រៀបចំបង្កើតកម្មវិធីទូចមួយសម្រាប់គ្នាគាត់អញ្ចឹងបងប្អូនយើងអឺដូចជាមាននំមួយអញ្ចឹងទៅហើយពួកគាត់អាំងសាច់អាំងអីញ៉ាំជុំគ្នាឈៀលអញ្ចឹងណាប៉ុន្តែមិនមែនតែ4នាក់គាត់ទេគាត់បានហៅក្រុមរបស់គាត់ដែលនៅក្នុងថ្នាក់ហ្នឹងគឺគ្នាមកជាង10នាក់អញ្ចឹងបងប្អូនយើងហើយកម្មវិធីហ្នឹងគឺនៅឯផ្ទះជួលរបស់ប្អូនប៉ដែល admin បានប្រាប់ពីដើមមកថាគាត់ជួលមកល្វែងសម្រាប់ខ្លួនឯងអញ្ចឹងណាអញ្ចឹងសង្ខេបពីផ្ទះជួលរបស់គាត់បន្តិចអញ្ចឹងពេលដែលចូលទៅអញ្ចឹងមានលវងមុខសម្រាប់កញ្ចាក់សោសម្រាប់យើងដាក់ម៉ូតូដាក់អីចឹងទៅហើយចូលទៅក្នុងនោះគឺបើកទ្វារកញ្ចក់យើងឃើញដំបូងគឺមានសាឡុងកន្លែងទទួលភ្ញៀវអីចឹងណាបងប្អូនហើយដើរចូលទៅក្នុងបន្តិចទៅខាងស្ដាំដៃនោះទៅគឺមានបន្ទប់គេងហើយខាងលើឡាវតឿនោះក៏មានបន្ទប់គេងមួយទៀតអញ្ចឹងណាហើយទៅត្រង់អញ្ចឹងមានបន្ទប់ទឹកមានចក្រានបាយអីចឹងទៅអញ្ចឹងពេលដែលពួកគាត់មកជួបលៀងហ្នឹងអញ្ចឹងការជួបលៀងរបស់ពួកគាត់ហ្នឹងគឺប្រព្រឹត្តទៅតាំងពីពេលអាសៀលបងប្អូនគឺនាំគ្នាជួយគ្នាម្នាក់ម្ដាយមួយជើងអាំងសាច់អីឈៀលជាមួយគ្នានឹងអញ្ចឹងទៅអញ្ចឹងហើយពេលដល់យប់ជ្រៅបន្តិចអញ្ចឹងគឺពួកគាត់នឹងរៀងស្វឹងរៀងខ្លួនដែរហើយមិត្តភ័ក្តិនោះក៏បានសុំទៅផ្ទះអស់ហើយគឺថ្ងៃហ្នឹងបងយ៉ាហើយនឹងបងប៉គឺគាត់ញ៉ាំស្រាហ្នឹងរៀងច្រើនអញ្ចឹងបងប្អូនយើងអញ្ចឹងហើយពេលបន្ទាប់ដែលគ្នារបស់គាត់ចង់ទៅដិត admin ពេលដែលពួកគាត់សុំលាទៅអស់អញ្ចឹងគឺនៅតែគ្នាគាត់4នាក់ទេនៅតែគ្នាគាត់4នាក់អញ្ចឹងមិត្តភ័ក្តិស្រីរបស់គាត់ដែលជិតស្និទ្ធជាមួយគ្នាគាត់ហ្នឹងក៏រៀបចំរៀបចានរៀបឆ្នាំងរៀបអីចឹងណាបងប្អូនយើងហើយក៏រួចរាល់ហើយហ្នឹងក៏សួរប្អូនយ៉ាហ្នឹងថាប្អូនយ៉ាហ្នឹងគឺគាត់ទៅផ្ទះទេបើទៅអត់រួចចាំគាត់ជូនចាំអីទៅចឹងណាហើយប្អូនប៉ហ្នឹងក៏គាត់ថាមិនមកឲ្យគាត់គេងនៅហ្នឹងហ្មងព្រោះសបឹងធ្វើអីហើយគាត់មិនទៅធ្វើស្អីទេព្រោះពួកគាត់ក៏ធ្លាប់គេងមួយគ្នាអីនៅមួយគ្នាអញ្ចឹងណាបងប្អូនយើងពីព្រោះពីរនាក់មិត្តភក្តិគាត់អត់ concern ដោយសារអីគឺប្អូនប៉ហ្នឹងគាត់អត់ស្រឡាញ់មនុស្សស្រីទេបងប្អូនគឺគាត់ស្រឡាញ់មនុស្សប្រុសអញ្ចឹងណាអញ្ចឹងហើយគឺបន្ទាប់ពីបបួលហើយគឺគាត់អត់ទៅហើយក៏ប្អូន2នាក់ហ្នឹងក៏ចេញទៅមុនអញ្ចឹងនៅក្នុងផ្ទះហ្នឹងគឺនៅសល់តែប្អូនប៉ហើយនិងប្អូនយ៉ាទេអញ្ចឹងហើយគឺប្អូនប៉ក៏ជូនដំណើរមិត្តភក្តិស្រីគាត់2នាក់ហ្នឹងទៅហើយក៏ចាក់សោចាក់អីអញ្ចឹងណាហើយក៏ដេញឲ្យប្អូនយ៉ាហ្នឹងគឺគាត់ទៅងូតទឹកអីដើម្បីទៅគេងអញ្ចឹងប្អូនយ៉ាហ្នឹងក៏យកកសែងពុះគោរបស់គាត់របស់ប្អូនប៉ហ្នឹងទៅងូតទឹកទៅអីអញ្ចឹងទៅហើយពេលដែលងូតទឹកងូតអីហើយអញ្ចឹងទៅគាត់ស្លៀកកសែងចេញមកហ្នឹងគឺប្អូនប៉ហ្នឹងក៏បានដើរចូលទៅងូតទឹកម្ដងអញ្ចឹងទៅហើយប្អូនយ៉ានេះគឺគាត់ស្វឹងបងប្អូនគាត់ស្វឹងអញ្ចឹងគាត់ក៏បានទៅរើកៅអៅគេងយប់របស់ប្អូនប៉មកអញ្ចឹងណាគាត់រើចុះរើឡើងបងប្អូននឹងគិតឃើញអីគាត់ឃើញរ៉ូបគេងយប់របស់មនុស្សស្រីមួយប៉ុន្តែវាមិនមែនជារឿងចម្លែកទេដែលប្អូនប៉គាត់ចូលចិត្តអញ្ចឹងបងប្អូនយើងអញ្ចឹងហើយគឺប្អូនយ៉ាហ្នឹងក៏គាត់ថាមើលអានេះទំនងសាច់ទុនល្អអីចឹងទៅក៏យករ៉ូបនឹងមកស្លៀកចឹងទៅហើយក៏ប្រាខ្លួនគេងទៅលើខែហ្នឹងទៅពួកគាត់ស្វឹងហើយពេលដែលប្អូនប៉គាត់ងូតទឹកងូតអីហើយចឹងគាត់ក៏បានដើរចេញមកបងប្អូនយើងគាត់ដើរចេញមកគាត់ស្លៀកកសែងអីធម្មតាអញ្ចឹងទៅណាគាត់ជូតសក់បដើដើរចេញមកបដើអញ្ចឹងទៅតែគាត់តែបញ្ជាក់ណាគឺគាត់នៅស្វឹងទេគាត់អត់ទាន់បានស្វាងទេអញ្ចឹងហើយគាត់ក៏ដើរមកគៀកក្រែហ្នឹងក៏ឃើញអូនយ៉ាហ្នឹងគឺស្លៀករ៉ូបរបស់គាត់បងប្អូនដឹងស្រាប់ហើយពេលដែលគេងយប់គឺអត់មានអីវ៉ៃអីវ៉ាន់ខាងក្នុងទេហើយពេលដែលគាត់ស្លៀករ៉ូបគេងយប់ទៀតវារឹតតែស្ដើងហ៎អញ្ចឹងក៏បានបញ្ចេញដើមទ្រូងតលុកតលុនអីចឹងទៅណាហើយរ៉ូបរបស់គាត់នឹងស្មាត់ទោះគឺវាសោយឡើងលើអស់ហើយបងប្អូនយើងអញ្ចឹងហើយគឺអីវ៉ៃអីវ៉ាន់របស់ប្អូនយ៉ាហ្នឹងគឺនៅកណ្ដាលវាអញ្ចឹងទៅណាស្រាប់តែពេលហ្នឹងគឺប្អូនប៉ហ្នឹងគាត់គឺជាមនុស្សដែលថាគាត់អត់ដែលមានអារម្មណ៍ជាមួយនឹងមនុស្សស្រីទេគាត់មានអារម្មណ៍តែជាមួយមនុស្សប្រុសបងប្អូនណាស្រាប់ដល់ពេលលើកហ្នឹងគាត់ថាអាហ្នឹងក្រោយឡើងមកនេះណាដែលប្អូនយ៉ាដឹងណា
ថាស្រាប់គាត់មានអារម្មណ៍ជាមួយនឹងប្អូនចាហ្នឹងពេលដែលឃើញរូបរាងកាយរបស់ប្អូននៅលើគោកអីចឹងណាបងប្អូនយើងហើយស្រាប់តែពេលហ្នឹងគឺសេវាគាត់ឡើងបងប្អូនសេវាគាត់ឡើងហើយគាត់ទៅដាស់ប្អូនចាហ្នឹងដាស់ងុនទៅអត់ភ្ញាក់អត់អីអត់ភ្ញាក់អត់អីស្រាប់ប្អូនប៉ហ្នឹងគាត់មិនដឹងថាចង់និយាយថាស្រាបញ្ជាឬក៏មិនអីមិនទេស្រាប់តែគាត់មានអារម្មណ៍ចង់នៅជាមួយនឹងប្អូនយ៉ាហ្នឹងគឺគាត់ក៏បានចាប់ផ្ដើមនេះនឹងជាមួយនឹងប្អូនយ៉ាហ្នឹងទៅបងប្អូនយើងគឺបបងអែលទៅលើដកក្រោមពីអីចឹងទៅហើយចំណែកប្អូនយ៉ានេះគាត់ថាគឺគាត់សម្បឹងហើយគាត់អត់មានដឹងអីទេតែពេលដែលគេបបងអែលចឹងគាត់ទៅជាមានអារម្មណ៍ទៅជាមានអីដែរចឹងបងប្អូនយើងហើយពេលនោះគឺប្អូនប៉ក៏ចាត់ការលៃលោកប្អូនយ៉ាទៅតាមនឹងចឹងទៅណាអញ្ចឹងពេលដែលរួចរាល់ហើយពេលមកដល់ព្រឹកឡើងពេលដែលពួកគាត់ភ្ញាក់ទាំងអស់គ្នាបងប្អូនគឺពេលដែលប្អូនយ៉ាភ្ញាក់ហ្នឹងភ្ញាក់មុនប្អូនប៉គឺប្អូនយ៉ាបានមើលខ្លួនឯងហើយមើលប្អូនប៉នឹងចឹងទៅហើយគាត់ដឹងហើយថារូបរាងកាយគាត់មិនហើយពេលដែលមានគេបំពេញវាទៅមិនហើយដល់ពេលគាត់មើលទៅឃើញប្អូនប៉ខ្លួននៅគោកហើយនៅក្នុងភួយជាមួយគាត់លើក្រែមួយគាត់ចឹងគឺគាត់ដឹងពេកហ៎បងប្អូនណាអញ្ចឹងគាត់ក៏ធាក់ប្អូនប៉ហ្នឹងមកជើងធ្លាក់ទៅលើក្រែហ្នឹងប្អូនប៉ហ្នឹងក៏ភ្ញាក់មីងម៉ៅអញ្ចឹងពេលដែលងើបឡើងមកក៏ស្រឡាំងកាំងមកគ្នាអញ្ចឹងណាហើយប្អូនយ៉ាហ្នឹងគឺគាត់ទាញកសែងមកស្លៀកអីចឹងហើយក៏បានស្រែកជេរប្អូនប៉ហ្នឹងថាមិនក៏ឯងធ្វើអញ្ចឹងដែរអញអីចឹងណាអធិស្ឋានបងប្អូននេះគឺសម្ដីមិត្តភក្តិគាត់ចិត្តស្និទ្ធអញ្ចឹងណាហើយគាត់មិនទុកថាប្អូនប៉ជាប្រុសទេជាស្រីអញ្ចឹងគឺនិយាយថាហែងទៅហែងមកអញ្ចឹងណាមិនបានឯងមកធ្វើអញ្ចឹងដែរអញទុកចិត្តឯងអីចេះមួយចុះពីរអីចឹងណាហើយជេរទាំងអញ្ចឹងតែប្អូនយ៉ាអត់យំទេអ្នកដែលយំទៅជាប្អូនប៉វិញបងប្អូនហើយពេលនោះគឺលែងចេញចរិតប្រុសចេញចរិតស្រីមកវិញថាឲ្យគ្នាសុំទោសអីចឹងទៅណាបងប្អូនយើងចរិតមញ៉ែមញក់របស់គាត់ហ្នឹងថាគ្នាអត់ដឹងទេថាធ្វើម៉េចបានទៅជាអញ្ចឹងអីមកពីសវឹងស្រាខ្លាំងពេកអីអញ្ចឹងណាតែប្អូនយ៉ាគឺគាត់អត់យកស្របតាមប្អូនប៉នឹងទេគឺប្អូនយ៉ាហ្នឹងគឺទទូចឲ្យប្អូនប៉នោះទទួលខុសត្រូវចំពោះខ្លួនគាត់ហ្មងបងប្អូនអញ្ចឹងគឺថាអត់ដឹងទេធ្វើមិនដាច់ខាតប្អូនប៉ហ្នឹងគឺឯងត្រូវទទួលខុសត្រូវចំពោះខ្លួនអញហើយធ្វើអញ្ចឹងហើយតែអញមានមុខមានមាត់ណាអញទៅយកអ្នកណាអ្នកណីទៀតអីអញ្ចឹងណាហើយប្អូនប៉ហ្នឹងគឺគិតតែពីយំថាអញអត់ទេកុំឲ្យអញទទួលខុសត្រូវអីពីព្រោះអញអត់ស្រឡាញ់មនុស្សស្រីទេអញចង់បានប្តីអីអញ្ចឹងណាបងប្អូនយើងគឺពេលហ្នឹងគឺប្អូនយ៉ាវាយបងប្អូនដូចអីដែលអេដមីនបានប្រាប់ពីលើមកអញ្ចឹងប្អូនយ៉ាហ្នឹងមិនធម្មតាណាមកដានសានទីមួគឺប្អូនយ៉ាវាយបងប្អូនវាយផងផ្ទះកំភ្លៀងផងបោចសក់អីផងគឺវាយរហូតទៅដល់ប្អូនប៉ហ្នឹងថាអូខេតែមិនចង់អូខេក៏ត្រូវតែអូខេសិនដែរអញ្ចឹងដើម្បីរួចមកគ្រាអញ្ចឹងណាអញ្ចឹងហើយពេលដែលអូខេអីហើយអញ្ចឹងពួកគាត់ក៏ទៅងូតទឹកទៅអីស្លៀកពាក់ចេញមកក្រៅហៅអីញ៉ាំហើយនិយាយវិភាសាគ្នាអញ្ចឹងទៅឯងត្រូវទទួលខុសត្រូវចំពោះអញអីមិនអញ្ចឹងទៅណាហើយប្អូនប៉ហ្នឹងក៏គាត់នេះអីអញ្ចឹងទៅហើយគាត់នៅតែនិយាយទៅគាត់សូទឹកមុខរបស់គាត់ហ្នឹងគាត់អត់ពេញចិត្តពីព្រោះថាគាត់ចង់បានប្តីគាត់អត់ចង់បានប្រពន្ធទេបងប្អូនយល់អារម្មណ៍វិញហ្នឹងហើយស្រាប់ដល់ពេលហើយហូបចុកហូបអីហើយអញ្ចឹងទៅអូនយ៉ានៅតែចម្រិតសួរគាត់អញ្ចឹងហើយបងប៉ថាឥឡូវសុំពេលវេលាទុកឱកាសឲ្យគាត់សិនទៅចាំមើលគាត់នឹងធ្វើចិត្តហើយគាត់នឹងសម្របខ្លួនធ្វើជាមនុស្សប្រុសអញ្ចឹងទោះជាវាពិបាកមិនក្តីក៏គាត់នៅតែអញ្ចឹងបងប្អូនយើងពីព្រោះថាមិនធ្វើតាមមិនបងប្អូនយ៉ាវាយបងប្អូនអញ្ចឹងផ្ដាំទៅមិនថាបងប្អូនភេទទី3ឬក៏បងប្អូនបរោះយើងទេយកសង្សារសួរផងណាប្រយ័ត្នប៉ះដូចជាប្អូនយ៉ាអញ្ចឹងគឺគ្រោះធំហើយដើរតួជាបាវសាក់ឲ្យប្រយ័ត្នហ្នឹងហើយចូលមកកាន់សាច់រឿងយើងវិញអញ្ចឹងហើយគឺពីមួយថ្ងៃទៅមួយថ្ងៃពីមួយអាទិត្យទៅមួយអាទិត្យអញ្ចឹងទៅពួកគាត់ក៏រកដំណោះស្រាយអញ្ចឹងទៅណាតែអូនយ៉ានៅតែបខំឲ្យបងប៉នឹងទទួលខុសត្រូវអញ្ចឹងទៅហើយបងប៉នឹងក៏គាត់និយាយអូបន្លាយអញ្ចឹងទៅអញ្ចឹងពេលដែលថ្ងៃពួកគាត់ត្រូវចូលរៀនមកវិញអញ្ចឹងបងប្អូនយើងអញ្ចឹងពេលដែលថ្ងៃដំបូងដែលពួកគាត់ចូលរៀនហ្នឹងគឺគាត់ទៅកន្លែងញ៉ាំអីអញ្ចឹងគឺអូនប៉នឹងអត់ចោលចរិតគាត់ទេពេលដែលគាត់ឃើញមនុស្សប្រុសឲ្យធ្វើមញ៉ែមញក់ដូចរៀងល្វីងល្វាមគាត់ភ្លេចថាគាត់នៅជាមួយនឹងប្អូនយ៉ាអញ្ចឹងណាអញ្ចឹង
ពេលខ្លះគឺក៏ប្អូនយ៉ាមួអញ្ចឹងទៅពេលខ្លះហ្នឹងក៏ស៊ីនំបឿករបស់ប្អូនយ៉ាអញ្ចឹងទៅបានចេញចរិតប្រុសមកវិញអញ្ចឹងណាបងប្អូនដូចរបៀបថាប្រុសស្អាតខ្លួនទៅណាទៅណីអីចឹងណាដល់ពេលត្រូវមកដៃអីចឹងទៅបានចេញចរិតប្រុសមកអឺអូប្រុសស្អាតទៅណាទៅណីអីចឹងទៅអធិស្ឋានបងប្អូនអេដមីនធ្វើសម្លេងដូចគាត់ទេអញ្ចឹងហើយបងប្អូនគឺពីមួយថ្ងៃទៅមួយថ្ងៃមួយខែទៅមួយខែគឺប្អូនយ៉ាគឺព្យាយាមកែតម្រូវប្អូនប៉អញ្ចឹងណាអញ្ចឹងគាត់ថាគាត់ចំណាយពេលមួយឆ្នាំពេញហ្នឹងពេលដែលគាត់ប្រឡងចេញហ្នឹងគឺគាត់ជាប់បញ្ញាបត្រទាំងអស់គ្នាហ្នឹងហើយគឺបានគាត់ទម្លាយរឿងហ្នឹងទៅប្រាប់ប៉ាម៉ាក់របស់គាត់ទាំងសងខាងអញ្ចឹងទៅណាដល់ពេលទៅប្រាប់ហើយប៉ាម៉ាក់របស់គាត់នេះគឺហួសចិត្តបងប្អូនវាថាអាមិនទៅអញ្ចឹងទៅអាមិនទៅអញ្ចឹងទៅមិត្តភ័ក្ដិវាលេចលើស្មើក្រោមមិនទៅអញ្ចឹងទៅប៉ុន្តែឪពុកម្ដាយឬក៏ប៉ាម៉ាក់ខាងបងប៉គឺគាត់សប្បាយចិត្តដោយសារអីគឺគាត់មានកូនប្រុសតែម្នាក់បងប្អូនគាត់មានកូនប្រុសតែម្នាក់ហើយគាត់ទៅស្រឡាញ់ហើយគាត់ធ្វើខ្លួនជាភេទទី3អញ្ចឹងណាហើយដល់ពេលដែលបងយ៉ាកែបានទៅអញ្ចឹងហើយគាត់មកស្រឡាញ់ស្រីវិញរឿងអីថាប៉ាម៉ាក់គាត់មិនសប្បាយចិត្តគឺគាត់សប្បាយចិត្តណាគឺគាត់អត់មានរឿងអីប្រកែកទេហើយចំណែកឯខាងប៉ាម៉ាក់របស់បងយ៉ាអូខេអត់អីទេគាត់តាមកូនហើយគាត់មើលទៅចរិតរបស់ប្អូនប៉ហ្នឹងក៏ល្អដែរអញ្ចឹងណាមិនដែលខូចខលមិនដែលដើរមិនដែលអីអញ្ចឹងណាហើយឲ្យគ្នាទៅខូចខលហ្មងបងប្អូនបើចរិតគ្នាចង់បានប្តីហ្នឹងអធិស្ឋាននឹងឯទៅមុខទៀតអញ្ចឹងហើយគឺបន្ទាប់ពីពួកគាត់បញ្ចប់អីហើយក៏រកការងារអីចឹងណាហើយពួកគាត់នឹងក៏នៅតែបន្តមើលចិត្តមើលអីគ្នាអញ្ចឹងទៅពីព្រោះថាការលើកមុនពួកគាត់ស្គាល់គ្នាមែនប៉ុន្តែក្នុងនាមបងប៉នេះគឺជាមនុស្សស្រីអញ្ចឹងណាប៉ុន្តែឥឡូវបងប៉គាត់កែខ្លួនទៅជាមនុស្សប្រុសអធិស្ឋានអេដមីនម្ដងបងម្ដងប្អូនគឺប្អូនប៉ហ្នឹងឥឡូវគាត់កែខ្លួនជាមនុស្សប្រុសវិញអញ្ចឹងណាបងប្អូនយើងអញ្ចឹងហើយប្អូនយ៉ាហ្នឹងក៏តាមកែតាមអីហ្នឹងអញ្ចឹងទៅហើយសូមបញ្ជាក់ពីនោះមកគឺប្អូនយ៉ាគាត់ថាពីពេលនោះមកគឺពួកគាត់នៅជាមួយគ្នាបងប្អូនគឺនៅជាមួយគ្នាដូចប្តីដូចប្រពន្ធអញ្ចឹងណាគឺពេលទៅធ្វើការរៀងខ្លួនអញ្ចឹងទៅពេលយប់មកហ្នឹងធ្វើអីញ៉ាំជាមួយគ្នាឬក៏ញ៉ាំអីពីខាងក្រៅអញ្ចឹងណាហើយពេលដែលពួកគាត់មកនៅផ្ទះអញ្ចឹងគឺពួកគាត់នៅជាមួយគ្នាហើយអធិស្ឋានត្រង់ហ្នឹងបន្តិចណាបងប្អូនយើងប្អូនយ៉ាគាត់ថាគឺគាត់ចង់ពិសោធន៍គាត់ចង់ប្រវឹកប្អូនប៉ហ្នឹងឲ្យទៅជាមនុស្សប្រុសពិតប្រកបអញ្ចឹងណាព្រោះពួកគាត់ដឹងថាគាត់ហ្នឹងគឺវាទៅមុខជាមួយគ្នាហើយអញ្ចឹងគាត់ថាគឺប្អូនប៉ហ្នឹងគឺពេលដែលទទួលការប្រវឹកហាត់ពីខាងប្អូនយ៉ាហ្នឹងគឺប្អូនប៉ហ្នឹងក៏គាត់ខ្លាចទៅជាមនុស្សប្រុសពេញលេញអញ្ចឹងណាបងប្អូនចង់និយាយថាសេវាគាត់ប៉ះបានអញ្ចឹងណានឹងហើយអធិស្ឋានហើយប្អូនយ៉ាហើយជាមួយប្អូនប៉មិនយូរប្រហែលទេគឺប្រហែលជាមួយឆ្នាំមកមុខទៀតហ្នឹងគឺពួកគាត់ក៏បានរៀបការជាមួយគ្នាអញ្ចឹងណាហើយមកដល់សពថ្ងៃនេះគឺពួកគាត់មានកូនម្នាក់ឯងគឺជាកូនប្រុសបងប្អូនតែត្រឹមតែអាយុ3ឆ្នាំទេហើយពួកគាត់ថាអត់ទាន់មានកម្រងដែលត្រូវយកទៀតអញ្ចឹងណាហ្នឹងហើយគឺរឿងរបស់ប្អូនយ៉ានិងប្អូនប៉គឺមកដល់ទីបញ្ចប់ហើយជាចុងក្រោយពេលដែលបងប្អូនស្ដាប់រឿងនេះហើយគឺបងប្អូនមានគំនិតដូចជាយោបល់មតិយ៉ាងណាអាចខមមិននៅខាងក្រោមបានអញ្ចឹងណាហើយយើងស្ដាប់មើលទៅរឿងនេះក៏វាជាមេរៀនមួយដែរយើងកុំសូវទុកចិត្តអីណាបងប្អូនភេទទី3ដល់ពេលដែលត្រូវមានឱកាសខ្ញីរបស់គេអញ្ចឹងណាហើយក៏អធិស្ឋានទៀតចំពោះបងប្អូនភេទទី3ដែរគឺអេដមីននិយាយទៅចំពោះប្អូនប៉មួយទេពីព្រោះថាបងប្អូនភេទទី3ឥឡូវគឺពួកគាត់មានសមត្ថភាពណាស់អញ្ចឹងណាគាត់ខ្លាចជាម្ចាស់ brand ខ្លាចជាអីអញ្ចឹងគឺគាត់មានសមត្ថភាពអាចលើសយើងជាភេទបរិសុទ្ធឬក៏ភេទស្ត្រីទៀតហ្នឹងឯងអរគុណច្រើនបងប្អូនដែលចំណាយពេលវេលាតាំងពីដើមរហូតដល់ចប់នឹងដាប់រឿងរបស់ admin ហើយជាចុងក្រោយនេះ admin អត់មានអីទេគឺសូមអរគុណសូមជម្រាបលាសន្យាថានឹងជួបគ្នានៅសាច់រឿងក្រោយៗទៀតសូមអរគុណ